បាទសូមជម្រាបសួរចំពោះបងប្អូនប្រិយមិត្តដែលកំពុងទៅតាមដានក្នុងការផ្សាយអត្ថាធិប្បាយរឿងមួយដែលគេកំពុងតែផ្ទុះហើយវែកញែកក្នុងបណ្ដាញសង្គមបាទរឿងនោះគឺរឿងអាណិកជនម្នាក់ដែលគាត់អញ្ជើញមកពីសហរដ្ឋអាមេរិកគាត់ឈ្មោះលោកពូវងអេឡង់ហើយលោកពូបានធ្វើបទសម្ភាសន៍ជាមួយនឹងអ្នកកាសែតអនឡាញនៅកម្ពុជាជាច្រើនកាសែតដែរតាមការសម្ភាសន៍ផ្ទាល់ឬមួយក៏តាមការសម្ភាសន៍តាមរយៈខ្សែវីដេអូ call អីណាបាទហ្នឹងហើយហើយខ្ញុំបានស្ដាប់លោកពូច្រើនហើយក៏យល់ថារឿងហ្នឹងវាផ្ទះដៃមួយចំហៀងមិនលឺទេបាទតើតែមានដៃសងខាងបានអាចផ្ទះដៃទៅលើហើយខ្ញុំយល់ថាលោកពូបានបកស្រាយជារឿងច្រើនមកទីមួយខ្ញុំគាត់តែចង់ពង្វែអារម្មណ៍ចំពោះបងប្អូនប្រិយមិត្តបន្តិចថាលោកពូវងអេឡង់គាត់គឺជាអាណិកជនខ្មែរគាត់ជាម្ចាស់ហាងដូណាត់មួយដ៏ល្បីនៅឯសហរដ្ឋអាមេរិកហើយគាត់បានចាកចេញពីគ្រួសាររបស់គាត់ដើមទី1ហ្នឹងបានចាកចេញហើយចែកទ្រព្យសម្បត្តិគ្នាអីរបៀបម៉េចខ្ញុំអត់បានដឹងទេប៉ុន្តែគាត់ថាចែកទ្រព្យសម្បត្តិរួចហើយគាត់ក៏មកយកប្រពន្ធទី2មួយទៀតគឺអ្នកនាងស្រីមិចសៀបស្រីមិចហ្នឹងបាននៅឯកម្ពុជានេះជាប្រពន្ធទី2បន្ទាប់មកលោកពូបានធានាយកអ្នកនាងនិងកូនអ្នកនាងនឹងទៅសហរដ្ឋអាមេរិករស់នៅជាមួយនឹងគ្នាបន្ទាប់មកទៀតហ្នឹងវាមានវិវាទនឹងកើតឡើងហើយខ្ញុំក៏បានតាមដានលោកពូធ្វើបទសម្ភាសន៍ហើយក៏សូមសម្រែកទៅដល់ថ្នាក់ដឹកនាំឲ្យលោកជួយរកយុត្តិធម៌ឲ្យពូចំពោះការបែកបាក់គ្រួសាររបស់លោកពូនៅលើកទី2នេះគ្រួសារទី2នេះបាទហើយខ្ញុំក៏បានតាមដានអ្នកនាងស្រីមិចសៀបហ្នឹងបាទនៅក្នុងវីដេអូរបស់គាត់ដែលបានចែករំលែកនៅក្នុងបណ្ដាញសង្គម Facebook អឺថារឿងហ្នឹងគឺវាចែកផ្លូវគ្នាតាំងពីសហរដ្ឋអាមេរិកនោះមានបណ្ដឹងផ្ដាល់នៅក្នុងតុលាការសហរដ្ឋអាមេរិកអីផ្សេងៗទៀតចែកកូនចែកទ្រព្យចែកអីណានេះនោះបាទហើយចំពោះវីដេអូដែលខាងអ្នកនាងសៀបស្រីមិចគាត់បានធ្វើឡើងនោះគឺមានន័យថាគាត់បានប្រាប់ថារឿងហ្នឹងលោកបងគាត់ហៅបងវងអេឡង់ហ្នឹងថាយកតែត្រូវរៀងខ្លួនយកតែត្រូវខ្លួនឯងណាបាទខ្ញុំសូមគោរពជម្រាបសួរមហាជនបងប្អូនមហាជនទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសចាប្រហែលថ្ងៃនេះមានព័ត៌មានក្រៅកំពុកខ្លាំងណាស់អស់អត់បាច់ទេខ្ញុំអស់យ៉ាងណាក៏អត់បាច់ដែរខ្ញុំព្យាយាមបកស្រាយតាម Facebook ដែរប៉ុន្តែមានអ្នក report Facebook ខ្ញុំគឺអត់បាន live បានបកស្រាយបានទេចាហើយក៏ខ្ញុំអត់អាចបកស្រាយបំភ្លឺតបសារព័ត៌មានវិញបានដោយសារខ្ញុំនៅសហរដ្ឋអាមេរិកខ្ញុំអត់អាចបានតបបានអានឹងហើយឱកាសអាចយុត្តិធម៌ចំពោះខ្ញុំគឺមិនឲ្យខ្ញុំមានពេលបកស្រាយឬក៏អីគឺជេរពេញ Facebook ចារាប់រយអ្នកជេរខ្ញុំទាំងអត់ដឹងរឿងបងប្អូនជាងដល់ផ្ទះណាភ្លឺតែផ្ទះនឹងទេចាអត់អាចភ្លឺដល់ផ្ទះបងប្អូនបានទេហើយបងប្អូនស្ដាប់តែវងអេឡង់មួយចំណុចតូចបងប្អូនយកមកវាយប្រហារមកដៀលថ្មីខ្ញុំមកប្រមាថមើលងាយនាងខ្ញុំស្នើឲ្យ ACU តាមដានទៀតអូខេខ្ញុំព្រមខ្ញុំក៏ស្រូបដែរខ្ញុំចង់ដឹងថាលុយវងអេឡង់ដាក់ទៅស្រុកខ្មែរចំនួនប្រមាណឲ្យជាក់ស្ដែងកុំឲ្យចេះតែនិយាយមិនពិតទី1ទី2ឲ្យស្រាវជ្រាវប្លង់ស្ដីសាថ្មីតើដីនៅខេត្តបាត់ដំបងដីនៅខេត្តបៃលិនដីនៅខេត្តកំពង់សោមដីនៅរាជធានីភ្នំពេញឈ្មោះអ្នកណាខ្លះចាខ្ញុំមានមួយចំណិតតូចដែលមានឈ្មោះរួមហើយនឹងឈ្មោះខ្ញុំដោយឡែកប៉ុន្តែសប្តាហ៍នេះគាត់លួចទៅរបស់ខ្ញុំទាំងអស់ទាំងទ្រព្យសម្បត្តិដែលខ្ញុំទិញមុនមកអាមេរិកនិងទ្រព្យសម្បត្តិគាត់ទិញមុនមកអាមេរិកគឺគាត់លួចទៅទាំងអស់ហើយលុយក្នុងកងធនាគារដែលខ្ញុំរកស៊ីបើកហាងនៅអាមេរិកកងរួមគ្នាក៏គាត់លួចទាំងអស់លួចទេទាំងអស់ហើយគាត់សម្ដែងបើបងប្អូនជឿគាត់ខ្ញុំក៏អត់មានពីអីនិយាយអត់មានពីអីនិយាយទេបើបងប្អូនជឿគាត់ក៏ជឿចោះអញ្ចឹងមានន័យថារឿងហ្នឹងវាឲ្យអ្នកទាំងសងខាងនឹងជល់មុខគ្នាបានយើងជជែកដឹងណាហ្នឹងហើយអញ្ចឹងបងប្អូនមួយចំនួនក៏បានធ្វើការវាយប្រហារខ្លាំងមែនតែនទៅលើអ្នកនាងស្រីមកសៀបហ្នឹងបាទហ្នឹងហើយតែជាប្រពន្ធទី2របស់លោកពូវងអេឡង់ហ្នឹងមហាជនកំពុងតែវាយសម្រាប់បាទបន្តមកក្នុងរយៈពេល2-3ថ្ងៃនេះខ្ញុំឃើញអ្នកនាងស្រីមិចគាត់បានធ្វើវីដេអូចេញបកស្រាយអីផ្សេងៗអញ្ចឹងទៅហើយក៏មានឃើញ comment មួយចំនួនក៏ល្អ comment មួយចំនួនទៀតក៏មិនល្អអញ្ចឹងណាបាទអញ្ចឹងខ្ញុំយល់ថា
មានតែការប្តឹងផ្តល់គ្នានឹងឲ្យជាប់សពគ្រប់ទៅនៅពេលដែលយើងចែកផ្លូវគ្នាហើយគឺខាងតុលាការគេចេះចាត់ចែងហើយលោកអ្នកណាហ្នឹងហើយសម្រាប់បងប្អូនជាប្រិយមិត្តមហាជននៅឯស្រុកខ្មែរក៏ដូចជានៅខាងក្រៅស្រុកខ្មែរផងដែរគ្រាន់តែបានតែជួយកំសាន្តមើលរឿងគេទេបាទយើងមិនអាចថានេះខុសទាំងស្រុងថានោះខុសទាំងស្រុងកើតទេគឺដោយសារករណីនេះគឺគេបានប្តឹងផ្តល់គ្នាទៅដល់តុលាការហើយអញ្ចឹងអ្វីៗវាស្ថិតនៅលើដែនសមត្ថកិច្ចរបស់តុលាការគេជាអ្នកកាត់ក្តីកំណត់ថាយ៉ាងម៉េចអញ្ចឹងណាហ្នឹងហើយបាទហើយបើយើងជឿទៅតាមតែលោកពូវងអេឡង់ថាប្រពន្ធគាត់ទី2នឹងបោកប្រាស់លុយរបស់គាត់ស្ទើរលានដុល្លារអីណាណីហ្នឹងគឺយើងមិនអាចយកជំនឿតាក់តាំងតាមរយៈអ្វីដែលគាត់បានថបផ្សាយហ្នឹង100% ដាក់មកជឿក្នុងចិត្តហើយវាប្រហារទៅដៃគូបដិបកមួយចំហៀងនោះទៀតទេណានឹងជាគំនិតរបស់ខ្ញុំដែលចង់ចេញធ្វើវីដេអូនេះដើម្បីជម្រាបខ្លីៗទៅបងប្អូនប្រិយមិត្តនៅក្នុងបណ្ដាញសង្គមទេណាលោកអ្នកហ្នឹងហើយខ្ញុំមិនមានថាខាងនេះត្រូវខាងនោះត្រូវអីទេបាទហ្នឹងហើយយ៉ាងណាដែរលោកអ្នកបាទហ្នឹងហើយក៏សូមអរគុណចំពោះបងប្អូនប្រិយមិត្តនៅក្នុងបណ្ដាញសង្គមផងដែរដែលបានយកចិត្តទុកដាក់តាមដានហើយខ្ញុំក៏សូមអរគុណសូមជួបជម្រាបលាជួបគ្នានៅវីដេអូបន្ទាប់បាយបាយជំរាបសួរបងប្អូនប្រិយមិត្តផ្សេងៗយើងបាទនៅក្នុងបណ្ដាញសង្គមបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ទិញអាវឈុតអាវប៉ាក់ហូលប្រមួងអីយើងខ្ញុំមានលោកអ្នកបាទ